នៅក្នុងដែរក៏ខ្ញុំសូមជម្រាបថាខេត្តសៀមរាបយើងនៅក្នុងឆ្នាំ2025យើងទទួលភ្ញៀវទេសចរបានប្រមាណជាង4លាននាក់បាទនិយាយលេខមួយគឺថាមានការកើនឡើង30បាទគឺមាន28%បាទប្រៀបធៀបនឹងឆ្នាំ2024ហើយនៅក្នុងនោះយើងមានភ្ញៀវទេសចរជាតិបាទទេសចរក្នុងស្រុកគឺប្រមាណជាង3លាននាក់ហើយនឹងភ្ញៀវទេសចរអន្តរជាតិគឺមានចំនួនបាទជាង2លាននាក់ជាង95,000នាក់ថាមានជាង95,000នាក់ហើយដោយឡែកសម្រាប់រយៈពេល5ខែគឺថាយើងមានភ្ញៀវទេសចរប្រមាណ17,000នាក់បាទហើយចំនួនភ្ញៀវទេសចរនេះក៏យើងខិតខំយើងអាជ្ញាធរខេត្តក្រុមការដឹកនាំរបស់អាយដាមប្រាក់សុភ័ណ្ឌអភិបាលនៃគណៈបាលខេត្តយើងខិតខំធ្វើការផ្សព្វផ្សាយបាទជាមួយនឹងក្រសួងទេសចរដើម្បីធ្វើការផ្សព្វផ្សាយក្នុងការតាក់ទាញភ្ញៀវទេសចរក្នុងស្រុកក៏ដូចជាទេសចរភ្ញៀវទេសចរអន្តរជាតិហើយនឹងរៀបចំឲ្យមាននៅព្រឹត្តិការណ៍ក៏ដូចជារៀបចំនៅព្រឹត្តិការណ៍ទេសចរផ្សេងៗដើម្បីក្នុងការតាក់ទាញទេសចរក្នុងស្រុកផងដែរពាក់ព័ន្ធនឹងការជំរុញវិស័យទេសចរនេះខេត្តសៀមរាបយើងមានគម្រោងមួយគេហៅគម្រោង Smart City បាទជាគម្រោងទីក្រុងវៃឆ្លាតបាទក្រុងសៀមរាបដែលផ្ដោតការផ្ដួចផ្ដើមការយុទ្ធសាស្ត្រមួយដើម្បីរៀបចំដោយសហការជាមួយនឹងក្រុមការងារទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិចៃការដោយមានការចាក់ខុវិស័យប្រែក្លាយក្រុងសៀមរាបឲ្យក្លាយជាក្រុងទេសចរដែលតាក់ទាញឆ្លាតវៃហើយនឹងចីរភាពនៅឆ្នាំ2035ហើយយើងបានដាក់ចេញនៅផែនទីចង្អុលផ្លូវទីក្រុងវៃឆ្លាតនៃក្រុងសៀមរាបរបស់យើងដែលជាទិសដៅមួយសម្រាប់ការអភិវឌ្ឍទៅអនាគតសម្រាប់ទីក្រុងវៃឆ្លាតនៅឆ្នាំ2000រហូតដល់2035នៅខាងមុខនេះ